នេះហើយជាជីវិតអ្នករោងចក្រជីវិតកម្មករខ្ញុំរស់នៅទាំងតដស៊ីតែមកកាពះកាជះគេរាប់ឆ្នាំដេកឈឺញ័រញាក់អត់ប្រាក់គ្មានថ្នាំជីវិតខ្ញុំរងកម្មដេកចាំតែថ្ងៃខ្សែធ្វើការទាំងយប់ថ្ងៃទឹកមាត់មិនសូវប្រៃគេមិនសូវផ្ដោតតម្លៃធ្វើខុសតិចទួយគេអាងអីជេរស្ដីអាងតែខ្លួនជាមេអត់ចេះសារ៉េពាក្យសម្ដីខ្មែរដូចគ្នាសមមិនជាជនជាតិដតីមុននឹងហាមាត់ជេរគួរតែចេះលោកលៃមានសម្ពាធនឹងធ្វើកាយបញ្ហានឹងការងារវេទនានឹងលុយកាអង្គុយដេយូពេកភ្នែកខ្ញុំឡើងស្លើកលេចទៅមើលក្រោមម៉ាស៊ីនសិតតែពោះនឹងកាពើកលេចទៅមើល QC ចេះតែចាប់អត់ចេះមើលកលេចទៅមើលពួកចិនចេះតែជេរអត់ចេះធ្វើអ្នកដឹងបានដឹងអ្នកមិនដឹងចាំខ្ញុំប្រាប់ម៉ោង3វាត្រៀមខ្លួនម៉ោង4វាត្រៀមចាប់ម៉ោង5